នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃគឺបាននិយាយថារដ្ឋាភិបាលរបស់លោកនឹងប្រើការទូតដើម្បីដោះស្រាយចំនួនព្រំដែនដែលកំពុងតែបន្តមានជាមួយនឹងកម្ពុជាហើយលោកក៏បានស្នើឡើងនៅការធ្វើប្រជាមតិមួយដើម្បីដោះស្រាយចំនួនដែលកំពុងតែបន្តជាមួយនឹងប្រទេសកម្ពុជាតាក់ទងជាមួយនឹងការកំណត់ព្រំដែនអញ្ចឹងថៃគាត់គិតលោកនាយករដ្ឋមន្ត្រីអនុทิនបានគឺលោកអនុทิនច័ន្ទវីរកុលបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថាដើម្បីជៀសវាងកុំឲ្យមានទំនាស់បន្ថែមទៀតនោះគឺរដ្ឋាភិបាលនឹងជំរុញឲ្យមានការបោះឆ្នោតដើម្បីធ្វើប្រជាមតិដើម្បីចង់ដឹងថាតើរដ្ឋាភិបាលថៃនឹងគួរតែលុបចោលនៅអនុសារណៈដែលបានសម្រេចបានជាមួយនឹងប្រទេសកម្ពុជាឬយ៉ាងណាគាត់នឹងធ្វើការធ្វើប្រជាមតិសុំមតិពីប្រជាពលរដ្ឋរបស់គាត់នឹងក៏ប៉ុន្តែអ្នកជំនាញថាអស់រយៈពេលជាច្រើនឆ្នាំមកហើយគឺប្រទេសទាំងពីរគឺពឹងផ្អែកទៅលើកិច្ចព្រមព្រៀងហ្នឹងដែលបានចុះហត្ថលេខាក្នុងឆ្នាំ2000ដើម្បីជាក្របខ័ណ្ឌមួយនៅក្នុងការកំណត់ព្រំដែននិងវាស់វែងព្រំដែនរួមគ្នានៅលើដៃគោកបាទនៅលើគោកហើយអនុសារណៈមួយទៀតនៅឆ្នាំ2001គឺផ្ដល់ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនិងអំពីការចែករំលែកធនធានដែលបើសិនជាមាននៅតាមតំបន់សមុទ្រដែលប្រទេសទាំងពីរអះអាងទូតស៊ីគ្នាបាទអញ្ចឹងឥឡូវនេះគឺលោកអនុทิនក៏ចង់ធ្វើប្រជាមតិបាទក៏ប៉ុន្តែប្រទេសថៃបាននៅក្នុងកិច្ចព្រមព្រៀងនោះបាទគឺឥឡូវនេះកំពុងតែបាទរងការសង្កេតតាមដានរិះគន់ពីមហាជនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះបន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែនមកបើយោងតាមលោកច័ន្ទវីរកុលគឺការធ្វើប្រជាមតិថ្មីនេះបាទនឹងអាចផ្ដល់នៅអាណត្តិយ៉ាងច្បាស់បន្ថែមទៀតឲ្យប្រទេសថៃក្នុងការដោះស្រាយបញ្ហាទាំងអស់នេះក៏ប៉ុន្តែអ្នកជំនាញគឺបានព្រមានណាលោកវឌ្ឍនាផានីតានវឌ្ឍនាយករដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យจุฬาលង្កនគាត់បានព្រមានថាឲ្យប្រយ័ត្នណាប្រយ័ត្នមែនទែននៅក្នុងការលុបចោលនៅកិច្ចព្រមព្រៀងទាំងអស់នេះបាទក្នុងការដោះស្រាយទំនាស់ព្រំដែនជាមួយនឹងប្រទេសកម្ពុជានេះពីព្រោះថៃត្រូវផ្ដល់ឲ្យអ្វីជំនួសបើលុប MOU នឹងហើយតើយកក្របខ័ណ្ឌណាផ្សេងទៀតមកជំនួសនៅក្នុងការចរចាព្រំដែនជាមួយនឹងកម្ពុជានោះហើយទន្ទឹមនឹងនោះថៃក៏ត្រូវជម្រាបទៅដល់កម្ពុជាដើម្បីឲ្យកម្ពុជាទទួលស្គាល់ផងដែរ